នេះគឺជាសកម្មភាពទាំងមូលនៃការធ្វើដំណើរទៅប្រឡងបាក់ឌុបរបស់ខ្ញុំកាលពីថ្ងៃទី27ខែសីហា2025ថាតើមានអីខ្លះតោះមើលដល់គ្នាពេលព្រឹកម៉ោង9យើងចាប់ផ្ដើមធ្វើដំណើរទៅកាន់ក្រុងព្រៃវែងហើយនឹងទៅមើលឈ្មោះពេលទៅដល់ហ្នឹងដូចជាម៉ោងខ្ញុំទៅដល់ខ្ទង់ម៉ោង10កន្លះហើយបានទៅដល់ក្រុងព្រៃវែងពេលទៅដល់យើងទៅអុជធូបនៅតាមដុលមួយនេះយើងប្រឡងហ្នឹងហើយខ្ញុំក៏ទៅអុជធូបនៅក្នុងដែរហើយមិត្តភក្តិខ្ញុំវាប្រឡងនៅក្រុងព្រៃវែងដែរតែវាទៅអុជនៅវិហោសមួយខ្ញុំដែរដល់ពេលហើយពួកយើងអុជធូបហើយក៏ប្រាថ្នាទៅថាកុំឲ្យភ័យកុំឲ្យអីមើលចំនិយាយសារប្រឡងអីចឹងទៅបន្ទាប់ពីនោះមកដល់ផ្ទះខ្ញុំដេកបិទម៉ាស់មួយរយៈសិនកុំឲ្យវាបាក់សម្រស់អស់ដោយសារប្រឡង2ថ្ងៃបាក់សម្រស់លែងស្អាតអីចឹងណាយើងបិទម៉ាស់បិទអីហើយមកដល់ពេលយប់ពេលនោះពួកខ្ញុំនៅជំនុំគ្នានៅនិយាយគ្នាលេងសិនដោយសារតែពួកយើងមើលមេរៀន2ថ្ងៃហើយអញ្ចឹងយកកម្លាំងនេះកាត់មកដល់ពេលរីភ្លឺចិត្តដល់ហើយប្រហែលជាសល់3ម៉ោងមុនវិញ្ញាសាហោះមកអត់មានភ័យអត់មានអីទេខាងនេះមើលមេរៀនគ្មានដកដៃទេប្រវត្តិហ្នឹងដូចជាខ្ញុំចាក់ថាចាញ់ហើយនយោបាយឈ្នះមានអីអត់មានចាញ់សំបីមួយឡើងបាក់ជើងហើយបន្ទាប់ពីនិយាយចុះនិយាយឡើងក៏ដេកសិនហើយងើបវិញនិយាយថាបននៅទៅដល់ម៉ោងប្រឡងទេហើយសិស្សប្អូនមកឃើញវីដេអូហ្នឹងកុំគិតថាមកប្រឡងបាក់ឌុបភ័យឬក៏ពិបាកអីអត់មានពិបាកទេមើលសិស្សច្បងទៅស្រួលណាមួយថ្ងៃសើចរហូតមុនប្រឡងហ្នឹងខ្ញុំសើចរហូតហើយខ្ញុំបានទៅជិះម៉ូតូជុំវិញក្រុងព្រៃវែងណាណៃទៀតគ្មានបានគិតថាភ័យគិតអីទេសប្បាយណាសប្បាយខ្លាំងជាងនេះទៀតវាជាថ្ងៃចុងក្រោយរបស់យើងហើយក៏ថ្ងៃសប្បាយចិត្តជាងគេដែរអញ្ចឹងអត់ភ័យអីមិនបាច់ភ័យថាអូបបាអីចឹងទៅមិនបាច់ស្លន់មិនបាច់អីទេគ្មានភ័យគ្មានអីទេស្រួលណាវីដេអូនេះក៏បានមកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនា